ហេតុអ្វីមនុស្សមួយចំនួនគិតថាខ្លួនឯងជាអាទិទេពមានបារមីមានអ្វីមកសន្ធិដ្ឋតាមពិតមនុស្សទាំងនោះអាចកើតមានជំងឺផ្លូវចិត្តមួយនេះសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីចេះតែឆ្ងល់បើសិនអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចចុច like ចុច follow និង share ផងណាជំងឺផ្លូវចិត្តជាកត្តាសំខាន់ក្នុងការជះឥទ្ធិពលទៅលើការគិតនិងអាកប្បកិរិយារបស់មនុស្សម្នាក់ៗដែលក្នុងនោះដែរ schizotypal personality ឬអាចហៅថាបុគ្គលិកលក្ខណៈវិកលចរិតអាចធ្វើឲ្យមនុស្សមានអាកប្បកិរិយាប្លែកជាងគេតើមនុស្សមានបុគ្គលិកលក្ខណៈ schizotypal personality មានការគិតបែបណាដែលហៅថាប្លែកខុសពីមនុស្សប្រក្រតីទូទៅមនុស្សដែលមាន schizotypal personality ភាគច្រើនជាមនុស្សដែលមានការគិតនិងសកម្មភាពការនិយាយស្ដីខុសស្រឡះពីអ្វីដែលសង្គមគិតថាជារឿងធម្មតាដូចជាការស្លៀកពាក់ប្លែកៗការជឿទៅលើរឿងមើលមិនឃើញឬគិតថាខ្លួនឯងមានញាណទី6ជាដើមជាពិសេសពួកគេមិនសូវជាចូលចិត្តចូលក្នុងសង្គមប៉ុន្មាននោះឡើយមនុស្សមានបញ្ហាបុគ្គលិកលក្ខណៈផ្សេងៗអាចងាយនឹងដឹងខ្លួននិងប្រញាប់ទៅរកការព្យាបាលប៉ុន្តែសម្រាប់មនុស្សដែលមាន schizotypal personality គឺមិនងាយនឹងដឹងខ្លួននោះទេព្រោះជំនឿការជឿរបស់ពួកគេគឺស្លុងណាស់ទៅហើយពលគឺពួកគេមិនងាយនឹងស្ដាប់មនុស្សជុំវិញខ្លួនឡើយអ្នកដែលមាន schizotypal personality អាចធ្វើឲ្យមានការប៉ះពាល់មានបញ្ហាច្រើនដល់ការប្រើជីវិតប្រចាំថ្ងៃមានតែការប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គមក្នុងការងារនិងក្នុងគ្រួសារជាដើមយ៉ាងណាមិញ schizotypal personality មិនទាន់ចូលជាជំងឺវិកលចរិតតែម្ដងនោះទេក្នុងនោះមនុស្សវិកលចរិតមានសភាពធ្ងន់ធ្ងរជាងដោយពិបាកបែងចែកការពិតនិងមិនពិតព្រមទាំងខុសហើយនឹងត្រូវជាមនុស្សដែលមានត្រឹមបុគ្គលិកលក្ខណៈជា schizotypal personality